ជំរាបសួរបងប្អូនអរគ្នាជំរាបសួរសារជាថ្មីម្ដងទៀតបងប្អូននៅពេលនេះខ្ញុំមានប្រធានបទមួយពាក់ព័ន្ធទៅនឹងច្បាប់បងប្អូនប៉ុន្តែជាទ្រឹស្ដីច្បាប់បងប្អូនមានទ្រឹស្ដីមួយលើកឡើងថាច្បាប់កើតមកពីប្រជាពលរដ្ឋបងប្អូនពេលដែលនិយាយថាច្បាប់កើតមកពីប្រជាពលរដ្ឋបងប្អូនស្ដាប់ឲ្យភ្លេតបើសិនជាបងប្អូនគាត់អត់ទាន់បានយល់ពីទ្រឹស្ដីហ្នឹងបងប្អូនគាត់សើចហ្មងគាត់សើចដែរអីខ្ញុំប្រជាពលរដ្ឋអត់មានដឹងអីផងហើយទៅជាខ្ញុំនឹងជាអ្នកបង្កើតច្បាប់ទៅជាខ្ញុំនឹងថាទ្រឹស្ដីច្បាប់កើតមកពីប្រជាពលរដ្ឋខ្ញុំអត់ដឹងអីផងហ្នឹងពេលនិយាយទ្រឹស្ដីហ្នឹងបងប្អូនប្រជាពលរដ្ឋច្បាស់ជាសើចដូចខ្ញុំនិយាយហ្នឹងហើយព្រោះកាលពីមុនបងប្អូនខ្ញុំនៅពីក្មេងខ្ញុំអត់ទាន់បានចូលរៀននៅសាលាច្បាប់បងប្អូនខ្ញុំអត់ដឹងទ្រឹស្ដីនឹងដែរហើយពេលទៅពេលឮចាស់គាត់និយាយគ្នាគាត់នៅក្នុងតុកាហ្វេអីអ្នកពីមុនបងប្អូនពីមុនវេទិកាតុកាហ្វេតាមកន្លែងទៀនកាហ្វេសបោចាស់គាត់ចូលចិត្តនិយាយរឿងសង្គមផ្សេងច្រើនណាតែព្រលឹមឡើងណែនជំនាន់ហ្នឹងបងប្អូនជំនាន់អត់ទាន់មានកាហ្វេម៉ាស៊ីនបងប្អូនហើយខ្ញុំនៅក្មេងហើយដល់ពេលឥឡូវនេះបងប្អូនពេលដែលខ្ញុំបានសិក្សាពីទ្រឹស្ដីច្បាប់ទៅខ្ញុំយល់ថាច្បាប់កើតមកពីប្រជាពលរដ្ឋពិតមែនហើយបើយើងអត់ដឹងពីទ្រឹស្ដីច្បាប់ស្ដាប់ទៅសើចហ្មងតែខ្ញុំប្រជាពលរដ្ឋអត់មានដឹងអីផងហើយថាច្បាប់កើតមកពីប្រជាពលរដ្ឋអញ្ចឹងបងប្អូនខ្ញុំផ្សារភ្ជាប់ទៅនឹងទស្សនវិជ្ជាច្បាប់វិញបងប្អូនពាក្យថាប្រជាពលរដ្ឋបងប្អូនគឺជាន័យទូលាយនៅក្នុងទ្រឹស្ដីច្បាប់បងប្អូនន័យទូលាយហើយប្រជាពលរដ្ឋបងប្អូនគាត់ជ្រើសរើសតំណាងរបស់គាត់តាមរយៈការបោះឆ្នោតហើយពេលដែលគាត់បោះឆ្នោតជ្រើសរើសតំណាងរបស់គាត់ហើយតំណាងរបស់ប្រជាពលរដ្ឋហ្នឹងគឺជាតំណាងរាស្ត្រអញ្ចឹងតំណាងរាស្ត្រហ្នឹងគាត់ជាអ្នកបម្រើការងារជំនួសប្រជាពលរដ្ឋក្នុងនាមប្រជាពលរដ្ឋអញ្ចឹងច្បាប់គឺកើតតាមរយៈគាត់ដែលជាតំណាងរាស្ត្រហ្នឹងខ្ញុំនិយាយសង្ខេបណាបងប្អូនខ្ញុំនិយាយសង្ខេបក្នុងនាមទ្រឹស្ដីច្បាប់ទេហើយគេសួរថាចុះប្រជាពលរដ្ឋហ្នឹងពេលដែលរើសតំណាងហើយបានជាច្បាប់ហើយប្រជាពលរដ្ឋសុំកែប្រែច្បាប់ហ្នឹងបានអត់បើសិនជាច្បាប់ហ្នឹងប្រជាពលរដ្ឋយល់ថាធ្វើឲ្យប៉ះពាល់ជីវភាពប្រជាពលរដ្ឋឬមួយក៏ប៉ះពាល់ទៅនឹងស្ថានភាពផ្សេងៗរបស់ប្រជាពលរដ្ឋណាជាទ្រឹស្ដីច្បាប់បងប្អូននៅក្នុងរដ្ឋធម្មនុញ្ញប្រជាពលរដ្ឋអាចស្នើសុំកែប្រែឬវិសោធនកម្មច្បាប់បានបងប្អូនតាមរយៈតួអង្គមួយចំនួនដែលមានបញ្ញត្តិនៅក្នុងរដ្ឋធម្មនុញ្ញបាទអញ្ចឹងសរុបឡើងវិញបងប្អូនបងប្អូនប្រភពច្បាប់កើតឡើងដំបូងមកហ្នឹងគឺជាឆន្ទៈរបស់ប្រជាពលរដ្ឋហើយប្រភពនៃការកើតច្បាប់ហ្នឹងគឺកើតមកពីប្រជាពលរដ្ឋបងប្អូនបាទអរគុណបងប្អូនអរគ្នាជម្រាបលាបងប្អូន